បាទសួស្តីទៅដល់បងប្អូនប្រជាកសិករក៏ដូចជាអ្នកចិញ្ចឹមសត្វព្រមទាំងអាជីវករបាទហើយថ្ងៃនេះផងដែរសម្រាប់ថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025បាទអញ្ចឹងមកបង្ហាញបាទជាមួយនឹងកូនគោបាទដែលខ្ញុំបានបង្ហាញពីល្ងាចឥឡូវងើបរត់បាទហើយក៏បោកបានដែរហើយឃើញថាតម្រងកូននេះបាទកាត់រោមមេផងហើយបាផងបាទអញ្ចឹងឃើញថាឆ្អឹងអីក៏ធំហើយថ្លោះល្អផងដែរហើយមេក៏ឡើងដោះខ្លាំងហើយមេនេះផងដែរជាប្រភេទមេកូនដំបងបាទអញ្ចឹងមេកូនដំបងវារៀងល្អបន្តិចដោយសារកូនបោកដោះហើយអត់ចង់ឲ្យបោកអញ្ចឹងយើងចាប់មិនដល់ចាប់ក្រៀកទេគឺគ្រាន់តែចាប់ឲ្យវាឈរកូនវាអាចបោកបានបាទអញ្ចឹងនេះហើយជាអោរបស់គេបាទអញ្ចឹងនៅមួយខាងអញ្ចឹងយើងបានបង្កាត់ជាមួយបាប្រភេទបាសដូចគ្នាហើយមេក៏សហើយកូនកើតមកគឺឃើញថាសឆ្អឹងឆ្អែងធម្មតានេះជាបារបស់វាបាទអញ្ចឹងបងប្អូនអ្នកដែលចិញ្ចឹមទាំងអស់គ្នាបាទគួរតែមានបាប្រចាំវងឬក៏មានពេលនៅគូរយឈ្មោលគួរយកទៅដាក់បាបាទដើម្បីឲ្យកូនកើតមកវាទទួលបានកូនល្អធំផងដែរតែបើសិនជាបងប្អូនចិញ្ចឹមតែគិតតែឲ្យធ្វើម៉េចឲ្យតែគូបានផើមឲ្យបានកូនបងប្អូនពេលដែលត្រូវការលក់គឺវាពិបាកក្នុងការលក់ដោយសារគូឲ្យយើងរៀងល្អិតហើយណាមួយវាមិនសូវមានតម្លៃដូចគេបាទអញ្ចឹងទន្ទឹមនឹងការបង្ហាញនឹងលើកឡើងបន្ថែមតាក់ទងទៅនឹងកូននេះផងដែរបាទហើយថ្ងៃនេះជាថ្ងៃសិលអញ្ចឹងបងប្អូនមួយចំនួនដែលគាត់មិនសូវដឹងពីការរោឈ្មោលរបស់គូអាចថាក្នុងអំឡុងថ្ងៃសិលឬក៏មុនថ្ងៃសិលឬក៏ថ្ងៃសិលវាអាចនឹងរោឈ្មោលបាទវាអាចនឹងឆាប់រោឈ្មោលជាងថ្ងៃផ្សេងបាទហើយតាក់ទងទៅនឹងការរោឈ្មោលក៏ដូចជាកើតនេះខ្ញុំបង្ហាញជូនបាទតាក់ទងទៅនឹងបទពិសោធន៍ដែលបានឆ្លងកាត់កន្លងមកថាក្រោយពីគូកើតកូនបាទក្នុងអំឡុងពេលពី75ថ្ងៃទៅដល់90ថ្ងៃគូនឹងអាចនឹងរោឈ្មោលមួយសារទៀតតែបើសិនជាគូបងប្អូនដែលចិញ្ចឹមលើសពីចំនួនថ្ងៃដែលខ្ញុំបានថាវាអាចថាវាមានបញ្ហាទី1ម្ចាស់គាត់អត់សូវដឹងពីការរោឈ្មោលរបស់គូបញ្ហាទី2តាក់ទងទៅនឹងសុខភាពក៏ដូចជាការស៊ីរបស់វាមិនសូវដិតដល់អញ្ចឹងធ្វើឲ្យគូរបស់បងប្អូនពជាពេលរហូតទៅដល់120ថ្ងៃទៅ170ថ្ងៃឬក៏អាចលើសនឹងទៅទៀតដោយសារបងប្អូនភាគច្រើនមិនសូវបានយល់ពីការរោឈ្មោលរបស់គូអញ្ចឹងហើយបានជាខ្ញុំធ្វើវីដេអូបង្ហាញមិនថាតែក្នុង YouTube ក៏ដូចជា Facebook page របស់ខ្ញុំទេជូនទៅដល់បងប្អូនអ្នកដែលចិញ្ចឹមថ្មីឬក៏ចិញ្ចឹមយូរគាត់អត់សូវបានដឹងអញ្ចឹងគាត់ក៏បានសួរខ្ញុំជារឿយដែរតាក់ទងទៅនឹងការរោឈ្មោលបាទអញ្ចឹងតែមុននឹងធ្វើការដាក់បាបាទបងប្អូនក៏បីតែគួរចាក់ថ្នាំទម្លាក់សត្វល្អិតជាមុនសិនដើម្បីបង្ការថាបើសិនជាវាមានពោះទៅវាងាយស្រួលនៅពេលបើសិនជាវាឈឺវាអីចឹងទៅយើងងាយស្រួលក្នុងការព្យាបាលតែបើសិនជាយើងអាចបានចាក់ថ្នាំទម្លាក់សត្វល្អិតមុនទេពេលវាឈឺយើងត្រូវការប្រើប្រាស់ថ្នាំវាអាចជួបបញ្ហាពិបាកពេលដែលយើងវាយថ្នាំទៅធ្វើឲ្យកូននោះខ្សោយធ្វើឲ្យកូននោះអន់ផងដែរហើយបញ្ជាក់បន្ថែមថាក្រោយពីដាក់បាបាទអញ្ចឹងក្រោយពីដាក់បារួចរាល់ពីចន្លោះថ្ងៃ3អាទិត្យឬក៏21ថ្ងៃគួរដែលដាក់ជាប់ឬមិនជាប់វាអាចនឹងថារោឈ្មោលមួយសារទៀតតែបើក្នុងអំឡុងពេលដែល21ថ្ងៃហើយវាមិនឃើញរោគឺភាគរយនៃការជាប់នោះគឺវាច្រើនតាក់ទងទៅនឹងការដាក់បាហើយបាទអញ្ចឹងនេះជាបទពិសោធន៍ផ្ទាល់សម្រាប់ខ្ញុំជាអ្នកចិញ្ចឹមដែលមានមេផងក៏ដូចជាធ្វើការចិញ្ចឹមបាផងដើម្បីចែករំលែកទៅដល់បងប្អូនបាទអញ្ចឹងក្នុងវីដេអូមួយនេះបាទមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តក៏សូមជួយ share បន្តឬក៏បងប្អូនដែលនៅតាមប្រព័ន្ធ YouTube ក៏អាចcomment បន្ថែមតាក់ទងទៅនឹងចម្ងល់ដែលបងប្អូនបានជួបបាទជាចុងក្រោយខ្ញុំបាទជាកសិករអ្នកចិញ្ចឹមគោបាទមានតែប៉ុណ្្នឹងទេអរគុណនិងសូមគោរពលា